នេះគឺជារឿងរ៉ាវដ៏ឈឺចាប់របស់ម្ដាយនិងកូនជនជាតិកូរ៉េខាងជើងហ៊ីយ៉ុងចៃហើយនិងម្ដាយរបស់នាងគឺជាជនភៀសខ្លួនមកពីប្រទេសកូរ៉េខាងជើងនាងបាននិយាយពីអតីតកាលនាងដែលកាលពី5ឆ្នាំមុននាងស្ទើរតែត្រូវបានគេចាប់ខ្លួនដោយសារតែនាងបានមើលកម្មវិធីទូរទស្សន៍របស់ប្រទេសកូរ៉េខាងត្បូងដែលវាគឺជាបទល្មើសធ្ងន់ធ្ងរមែនទែននៅក្នុងប្រទេសកូរ៉េខាងជើងហើយគាត់ត្រូវបានអ្នកជិតខាងរាយការណ៍ទៅហើយទង្វើមួយនេះអាចបំផ្លាញគ្រួសាររបស់គាត់ទាំងមូលបានហើយដើម្បីជួយសង្គ្រោះកូនម្ដាយរបស់គាត់គឺបានសម្រេចចិត្តថានាំគាត់ហើយនិងប្អូនប្រុសរបស់គាត់រត់មកប្រទេសកូរ៉េខាងត្បូងជាដំបូងគឺគាត់បានគេចខ្លួនទៅប្រទេសកូរ៉េខាងត្បូងម្នាក់ឯងមុនសិនដោយទុកឲ្យគាត់ហើយនិងប្អូនប្រុសរបស់គាត់នៅលាក់ខ្លួននៅក្នុងប្រទេសចិនហើយក្រោយមកក៏មានបុរសម្នាក់មកនាំពួកគេទាំងពីរទៅប្រទេសកូរ៉េខាងត្បូងជាមួយម្ដាយរបស់គាត់ហើយគាត់បាននិយាយប្រាប់ថាគឺម្ដាយរបស់គាត់ជាអ្នកឲ្យគាត់មកនាំគាត់ទៅប្រទេសកូរ៉េខាងត្បូងហ្នឹងជាសំណាងអាក្រក់មែនទែនពេលហ្នឹងប្អូនប្រុសរបស់គាត់គឺកំពុងតែឈឺធ្ងន់ខ្លាំងមែនទែនគាត់អាចរត់គេចទៅបានទេនៅក្នុងស្ថានភាពដ៏បន្ទាន់ហើយនិងស្លន់ស្លោមែនទែនគាត់បានសម្រេចចិត្តទុកប្អូនរបស់គាត់នៅប្រទេសចិនហើយនៅទីបំផុតប្អូនប្រុសរបស់គាត់ត្រូវបានប៉ូលីសនៅប្រទេសចិនចាប់ខ្លួនហើយជោគវាសនារបស់គាត់ក៏ដឹងថាត្រូវទៅជាមិនដែរហើយនៅពេលដែលគាត់មកដល់ប្រទេសកូរ៉េខាងត្បូងគាត់ត្រូវបានម្ដាយស្ដីបន្ទោសឲ្យខ្លាំងមែនទែនដែលគាត់ទុកប្អូនប្រុសរបស់គាត់ចោលចាប់ពីពេលនោះគឺគាត់ចាប់ផ្ដើមលែងខ្វល់ខ្វាយជាមួយនឹងកូនស្រីតែម្ដងដោយគាត់អត់ចង់ឃ្លាតឆ្ងាយពីម្ដាយឯគាត់ក៏ព្យាយាមតាមរកម្ដាយរហូតដល់ឃើញដោយម្ដាយរបស់គាត់បានធ្វើការនៅបារមួយកន្លែងហើយគាត់ក៏សម្រេចចិត្តទៅធ្វើការងារជាមួយម្ដាយដែរដោយផឹកស្រានិងច្រៀងជាមួយភ្ញៀវមិត្តប្រុសរបស់នាងបានវល់ឲ្យនាងចាក់ចេញពីកន្លែងនោះប៉ុន្តែនាងបានបដិសេធដោយនាងនិយាយថានាងអត់អាចបោះបង់ម្ដាយរបស់នាងបានទេមិត្តប្រុសរបស់នាងបានអស់សង្ឃឹមយ៉ាងខ្លាំងក៏ប៉ុន្តែក៏អត់បានបោះបង់គាត់ចោលគាត់តែងតែទៅបារមួយនោះជាញឹកញាប់ប៉ុន្តែបេះដូងរបស់គាត់ស្ទើរតែប្រេះស្រាមតែម្ដងនៅពេលដែលឃើញគេចង់មកកេងចំណេញឬក៏ប៉ះពាល់បៀតបៀនរាងកាយរបស់នាងហើយនៅទីបំផុតគាត់បានព្យាយាមស្វែងរកប្អូនប្រុសរបស់នាងជាសម្ងាត់ហើយជាសំណាងល្អនោះគឺប្អូនប្រុសរបស់នាងគឺនៅមានជីវិតទេប៉ុន្តែការពិតដ៏ឈឺចាប់មួយគឺត្រូវបានលេចឡើងការពិតម្ដាយរបស់នាងបានដឹងពីប្អូនប្រុសហ្នឹងជាយូរមកហើយហ៊ីយ៉ាងចាយបានសម្លឹងទៅមុខម្ដាយដោយការងឿងឆ្ងល់ហើយនឹងកំហឹងផ្សេងៗជាច្រើនប៉ុន្តែជំនួសឲ្យការបកស្រាយម្ដាយរបស់នាងបានបោះសភៅធនាគារឲ្យនាងមើលនៅពេលដែលគាត់មកដល់ប្រទេសកូរ៉េខាងត្បូងម្ដាយរបស់គាត់បានជាប់អន្ទាក់នៅក្នុងការខ្ចីកម្ចីអនឡាញខុសច្បាប់ហើយក៏បានជាប់បំណុលយ៉ាងធ្ងន់ធ្ងរហើយដើម្បីការពារកូនស្រីឲ្យគេចឆ្ងាយពីបន្ទុកដ៏ធ្ងន់នេះគាត់បានបណ្ដេញកូនស្រីឲ្យចេញឆ្ងាយពីខ្លួនគាត់បាននិយាយថាគាត់ខ្លាចថាកូនស្រីរបស់គាត់សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីជួយម្ដាយហើយគាត់ខ្លាចថាបំណុលរបស់គាត់គឺនឹងបំផ្លាញជីវិតកូនស្រីរបស់គាត់ហើយនៅពេលនេះអាចកំបាំងហើយនឹងការយល់ច្រឡំទាំងអស់ត្រូវបានបកស្រាយការឈឺចាប់ហើយនឹងការបែកបាក់ជាច្រើនឆ្នាំបានចាប់ផ្ដើមរលាយខ្លាយទៅជាទឹកភ្នែកតើអ្នកយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះដៃប្រពន្ធមកគូនេះក៏ចម្លែកមែនអត់ទៅជួបមុខគ្នាគឺដឹងតែឈ្លោះគ្នាហ្មងគ្មានអ្នកណាព្រមចោះចាញ់អ្នកណាចង់ក្រោយគឺគាត់រស់នៅផ្ទះជាមួយគ្នាក៏ប៉ុន្តែអត់និយាយគ្នានេះគឺជារឿងដែលប្តីប្រពន្ធកូរ៉េមកគូនេះរស់នៅគឺក្រោមរបបតែមួយក៏ប៉ុន្តែរយៈពេល2ខែមកហើយដែលពួកគាត់អត់និយាយរកគ្នាប្តីនៅបន្ទប់ទទួលភ្ញៀវទោះបីជាប្រពន្ធគាត់ភ្ញាក់ពីគេងក៏គាត់នៅសង្ងំនៅក្នុងបន្ទប់ដែរគាត់អត់ចេញមកក្រៅដើម្បីជួបប្តីទេនាងសុខចិត្តលាក់ខ្លួននៅក្នុងបន្ទប់ញ៉ាំនំប៉័ងប្រសើរជាងមកជួបមុខប្តីនៅតុញ៉ាំអាហារចំណែកប្តីរបស់គាត់គឺញ៉ាំអាហាររាល់ថ្ងៃតែម្នាក់ឯងដែលអត់ចាំបាច់ឃើញមុខប្រពន្ធរបស់គាត់ទេប្តីរបស់គាត់បានសារភាពថាពួកគេគឺរស់នៅរាល់ថ្ងៃគឺដូចជំនួសចម្លែកចឹងហើយរឿងទាំងអស់គឺកាត់ឡើងដោយសារតែពួកគេឲ្យតែជួបមុខគ្នាពេលណាគឺតែងតែឆ្លោះគ្នាសូម្បីតែរឿងនោះទូតាច់មួយក៏បង្កអាចទៅជាចំនួនដែលធ្វើឲ្យពួកគេអាចឆ្លោះគ្នាបានដែរហើយក៏ចាប់ដើមបន្ទោសគ្នាទៅវិញទៅមកចឹងណានិយាយរួមឲ្យតែថាបានជួបគ្នាគឺបង្កើតទៅជាកំផឹងភ្លាមដើម្បីជៀសវាងពីការឆ្លោះគ្នាអត់ឈប់ឈរពួកគេបានសម្រេចចិត្តរស់នៅដោយបែបនេះដោយម្នាក់គឺរស់នៅដូចជាពិភពរៀងៗខ្លួនចឹងប្តីប្រពន្ធណាខុសត្រូវតិចតួចគឺត្រូវតែចេះសម្រួលគ្នាបើថារឿងមានរឿងអីខុសត្រូវតិចតួចអត់បានណាគឺចង់ក្រោយមានតែដូចប្តីប្រពន្ធខាងលើចឹងគឺមិនចោះសម្រងគ្នាទេប៉ុន្តែរឿងញ៉ាំក៏អាចបង្កទៅជាបញ្ហាធំបានដែរនេះគឺជារឿងរ៉ាវចម្លែកនៅក្នុងគ្រួសារមួយដែលប្តីម្នាក់នេះគាត់ហ៊ានចំណាយលុយទាំងអស់ទៅលើរបស់ញ៉ាំប៉ុន្តែបើជារឿងអនាម័យឬក៏សម្ភារៈសម្អាតអីផ្សេងៗនៅក្នុងផ្ទះវិញគឺគាត់អត់ព្រមចំណាយសូម្បីតែបន្តិចហ្មងបងប្អូននៅប្រទេសកូរ៉េសាច់គឺមានតម្លៃថ្លៃខ្លាំងអញ្ចឹងបើសិនជាអ្នកធ្វើការល្មមគឺអត់មានលទ្ធភាពទិញសាច់ល្អៗញ៉ាំបានញឹកញាប់ទេប៉ុន្តែសម្រាប់គ្រួសារបងប្រុសម្នាក់នេះវិញគូជួយចិត្តញ៉ាំសាច់អាំងហើយញ៉ាំតែសាច់អាំងល្អញឹកញាប់មែនតើទោះបីជាពេលនេះអាផាតមិនដែលគាត់កំពុងតែស្នាក់នៅហ្នឹងគឺពោពេញទៅដោយសត្វកន្លាតហើយមានដុះផ្សិតអីតាមជញ្ជាំងអីក៏ដោយប៉ុន្តែសម្រាប់គាត់វិញគឺអត់ខ្វល់ទេទោះបីជាប្រពន្ធគាត់អត់សប្បាយចិត្តយ៉ាងណាក៏ដោយប្តីគាត់នៅតែអត់ខ្វល់ថារឿងយកលុយទៅទិញថ្នាំសម្រាប់សត្វល្អិតឬក៏សម្ភារៈសម្អាតអីផ្សេងទេលុយមានទាំងប៉ុន្មានណាគឺយកទៅទិញសាច់អាំងញ៉ាំទាំងអស់ចូលចិត្តខ្លាំងមែនតើហើយបងប្អូនបន្ទាប់ពីកូនគាត់កើតមកស្ថានភាពក៏កាន់តែអាក្រក់ជាងមុនទៅទៀតដូចថាយូរទៅសត្វល្អិតសត្វកន្លាតអីហ្នឹងវាកាន់តែកើនឡើងទៅអញ្ចឹងណាពេលខ្លះវាមានចូលទៅដល់ក្នុងដបទឹកដោះគោកូនទៀតហើយទីបំផុតប្រពន្ធរបស់គាត់គឺយំខ្លាំងមែនតើនៅពេលដែលគាត់ដូចថាយកកណាត់ធម្មតាទៅជូតកម្រាលអត់អីចឹងណាហើយគាត់ប្រើដៃតទេទៅទាញកាកសំណល់ចេញពីក្នុងលូមកពេលហ្នឹងគឺគាត់មានអារម្មណ៍ថាកូនខ្ចីផងអីចឹងកំពុងតែទឹមសម្រាលហើយមានការឈឺចង្កេះឈឺខ្នងអីខ្លាំងផងចឹងហើយពេលហ្នឹងប្រពន្ធក៏បានទូរស័ព្ទទៅប្តីភ្លាមថាឥឡូវយើងអត់កើតទេគួរតែដូរទីតាំងចេញទៅក៏ប៉ុន្តែប្តីគាត់និយាយថាប្រាក់ចំណូលមួយខែមានប្រហែលជាខ្ទង់តែ$1,500ទេបើគិតជាលុយដុល្លារអញ្ចឹងគឺអត់គ្រប់សម្រាប់រើផ្ទះទេលុយប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់តែចំណាយនឹងអត់ចង់គ្រប់ផងហើយដល់តែពេលយូរទៅមានអារម្មណ៍ថាខ្យល់ក្នុងផ្ទះហ្នឹងគឺកាន់តែពិបាកដកដង្ហើមទៅ
វាដូចអត់មានផាសុកភាពសោះហើយកូនតូចគិតតែពីយំហើយប្រពន្ធរបស់គាត់គឺកាន់តែមានអារម្មណ៍ថាគាត់កាន់តែមានសម្ពាធនៅក្នុងការរស់នៅក្នុងផ្ទះមួយនេះហើយអញ្ចឹងគាត់ក៏បានសម្រេចចិត្តនិយាយជាមួយប្តីគាត់ថាគាត់អត់ដែលរស់នៅបែបនេះបានទៀតទេបើសិនបើស្ថានភាពនៅតែបន្តបែបនេះទៀតជំរឿសតែមួយគត់របស់នាងគឺការលែងលះបើសិនបើអ្នកគិតថាសុខភាពគ្រួសារសំខាន់ជាងអ្វីទាំងអស់សូមចែករំលែកវីដេអូមួយនេះ